បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននិងជនរួមជាសាជាថ្មីជាពិសេស fan ដែលបានទំនាក់ទំនងមកខ្ញុំបាទផ្ទាល់តាក់ទិនជាមួយនឹងការវិវត្តនានាជាមួយនឹងស្ថានភាពនយោបាយក៏ដូចជាបញ្ហាសន្តិសុខជាតិរបស់ថៃទាំងសេដ្ឋកិច្ចរបស់ថៃនិងរឿងទេសចររឿងអីជាដើមហូរហែប៉ុន្តែឆ្លើយតបជាមួយ fan តាក់ទិនជាមួយនឹងរឿងដែលគាត់សួរខ្ញុំថាមេតបភូមិភាគ2របស់ថៃអាបាត់ឃ្លាំងនឹងទៅណាហើយអញ្ចឹងខ្ញុំក៏សូមបញ្ជាក់តិចដែរតាក់ទិនជាមួយនឹងคลิปវីដេអូមួយនេះពីព្រោះថាយើងនឹងស្រាប់ហើយថាប្រទេសរបស់ថៃហ្នឹងគឺមានបញ្ហាជាមួយយើងកន្លងមកតាំងពីជំនាន់ប្រកូនណាព្រះបរមរតនកោដ្ឋនៃយើងគឺថៃតែងតែរករឿងយើងរហូតមកជាពិសេសរឿងផ្សារព្រះវិហាររហូតមកដល់ខាងការនាពេលបច្ចុប្បន្នអញ្ចឹងសូមរំលឹកនឹងប្រវត្តិតិចតួចតាក់ទិនជាមួយនឹងមេតបភូមិភាគ2របស់ថៃពីព្រោះថាជាប់មួយខ្មែរយើងហ្នឹងជាប់តាមតបព្រំដែនដីប្រមាណជា700គីឡូហ្នឹងគឺនៅតាមបន្ទាត់ព្រំដែនជើងគោកដែលខ្ញុំលើកឡើងនេះគឺមានខាងថៃភូមិភាគ1និងភូមិភាគ2ប៉ុន្តែភូមិភាគ1មិនសូវហ៊ានក្អកហ្មងទេភូមិភាគ1ច្រើនស្ងាត់អត់សូវគេថាចេញមុខបោះសម្លេងដូចមេតបភូមិភាគ2ទេពីតបភូមិភាគ2ដោយសារជាប់រឿងប្រាសាទជាច្រើនរបស់យើងអញ្ចឹងហើយវាចង់លេខទៅបាក់ប្រាសាទរបស់យើងនិងទឹកដីរបស់យើងអញ្ចឹងហើយប្រទេសមួយនេះនៅជាតិសាសន៍ចៅមួយនេះគឺវាតែងតែញុះញង់ឲ្យមេតបភូមិភាគ2ចេញមកធ្វើការងារវាមិនគឺធ្វើការអត់ឲ្យមានភាពសន្តិសុខឬក៏ស្ថិរភាពនៅតាមតបព្រំដែនកម្ពុជាយើងមិនមែនទើបតែឥឡូវទេយូរមកហើយតាំងពីជំនាន់ព្រះបរមរតនកោដ្ឋនៃយើងព្រះបិតាជាតិយើងអញ្ចឹងយើងយល់ទាំងអស់គ្នាកន្លែងនេះអញ្ចឹងខ្ញុំលើកឡើងថាមេតបភូមិភាគ2ទៅបានហើយមេតបភូមិភាគ2របស់ថៃបើសរុបចំនួនរយៈពេលប្រមាណជា77ឆ្នាំមកនេះមេតបភូមិភាគ2របស់ថៃមានតាំងពីឆ្នាំ1948អញ្ចឹង1948ហ្នឹងមកទល់ឥឡូវ2025វាប្រមាណជា77ឆ្នាំហើយតែ77ឆ្នាំហ្នឹងមេតបដែលថាតែងតែបករឿងជាមួយខាងកម្ពុជាយើងហ្នឹងមានតែប្រមាណមានតែមិនដល់10នាក់ទេមានប្រហែលជា6 7នាក់ទេអញ្ចឹងមេតបភូមិភាគ2ខ្ញុំរាប់លេខរៀងពីទី8និងទី9ហ្នឹងអាហ្នឹងក៏មានបញ្ហាមួយយើងហើយមេតបភូមិភាគ2របស់ថៃចំនួនទីលេខរៀងទី32 33ហ្នឹងអាហ្នឹងក៏មានបញ្ហាមួយយើងរឿងព្រះវិហារកន្លងទៅហើយរាល់ថ្ងៃនេះបាតឃ្លាំងមួយមុខមិនជាបើមុខមិនសមមាត់មិនសមលាភ្នែកហើមលឹបហ្នឹងអាហ្នឹងទី44បាតឃ្លាំងហ្នឹងខ្ញុំមិនសូវចង់រំលឹកឈ្មោះពួកហ្នឹងប្រហែលទេដែលយើងរំលឹកឈ្មោះទៅវាដូចប្រម៉ូទឲ្យវាអញ្ចឹងចុងក្រោយនេះទី45ហើយសូមបញ្ជាក់ផងដែរថាមេតបភូមិភាគ2ថៃហ្នឹងមកណាត់មិនលើស2ឆ្នាំទេមកណាត់មិនលើស2ឆ្នាំទេអញ្ចឹងវាមានប្រមាណជា45រូបហើយរយៈពេលតាំងពីបង្កើតតបភូមិភាគ2 1948រហូតដល់2025ចឹងហ្នឹងអញ្ចឹងហើយដែលបងប្អូនលោកបានសួរមកខ្ញុំតាក់ទិនជាមួយនឹងមេតបភូមិភាគ2របស់ថៃថាបាល់ឃ្លាំងមួយបាញ់មហាមកលើខាងកម្ពុជាមុននេះហើយទោះបីជាមានបទឈប់បាញ់ហើយហ្នឹងវានៅឲ្យចាប់តបកម្ពុជាយើង20រូបទៅទៀតនេះឥឡូវហ្នឹងដោះលែង2នៅសល់18ហ្នឹងមិនដឹងថ្ងៃណាដោះលែងទេអញ្ចឹងសួរថាបាល់ឃ្លាំងហ្នឹងពេលជួលនិវត្តទៅណាអញ្ចឹងខ្ញុំសូមបញ្ជាក់ផងដែរថាបាល់ឃ្លាំងហ្នឹងវាមុនដំបូងគេថាលាចាក់សិក្ខាបទឲ្យទៅរកផ្លូវពធប៉ុន្តែមើលអានេះវានៅលមោបអំណាចដែរទេវានៅដូចថាមិនទាន់បាត់ក្លិនមកសេវវិជ្ជមកវាទេអញ្ចឹងហើយវាឥឡូវនេះរត់ទៅជ្រោកកោនគៀនស្ដេចថៃរជ្ជកាលទី10ហើយប៉ុន្តែតំណែងយើងមួយទៀតគឺទីប្រឹក្សាខាងហ៊ានជើងគោករបស់ថៃនៅពេលបច្ចុប្បន្ននឹងមិនទាន់ទៅណាឆ្ងាយហើយដើរដល់បាត់សុខៀមពេលចង់ថាបានទឹកដីកម្ពុជាយើងចង់បានប្រាសាទយើងហើយវានិយាយសិតថានិយាយទៅភូមិភាគ2យើងវាចុងក្រោយនេះមេតបភូមិភាគ2ចុងក្រោយទី44ទី45នេះចុងក្រោយហ្នឹងសិតតែចង់បានប្រាសាទតាកបីរបស់ខ្មែរហើយថាចង់បាននឹងវាយយកបានទៀតណាប៉ុន្តែវាថាដោយសារវាចូលនិវត្តន៍មុនមិនមុនចង់ដឹងសាកមើលទៅទឹកដីខ្មែរស័ក្តិសិទ្ធិផងអញ្ចឹងសូមបញ្ជាក់ថាវាអត់មានទាន់រត់ចោលទៅលាចាក់សិក្ខាបទទៅរកផ្លូវពធឯណាទេអត់ទេគឺរត់ទៅធ្វើទីប្រឹក្សារបស់
ខាងហ៊ានជើងគោករបស់ថៃហើយមួយទៀតគឺតអែបយកចិត្តស្ដាច់អញ្ចឹងតំណែងនេះវាចង់បានកន្លងមករត់មន្ត្រីរត់អីណានៃហូហែហ្នឹងដូចជាពលរដ្ឋពុកម៉ែបងប្អូនដឹងស្រាប់ហើយថាអត់បានទេអញ្ចឹងរត់ទៅជ្រោកកោននឹងអញ្ចឹងហើយដើរផ្ដល់បទសុភាដើរអីថាអញ្ចេះថាអញ្ចោះអីតាមតែចិត្តវាប៉ុន្តែសូមឲ្យវាទទួលនៅសម្ដីដែលវានិយាយចង់បានទឹកដីខ្មែរប្រយ័ត្នវិនិច្ឆ័យពួកមេតបភូមិភាគ2កន្លងមកហ្នឹងចង់បានទឹកដីខ្មែរហ្នឹងវិនិច្ឆ័យអស់ហើយអញ្ចឹងនៅសាលា2ចុងក្រោយនេះប្រយ័ត្នទី44ទី45នេះប្រយ័ត្នអញ្ចឹងគ្រាន់តែបញ្ជាក់តែប៉ុណ្្នឹងទេដើម្បីជម្រាបពុកម៉ែបងប្អូនថាមេតបភូមិភាគ2ដែលវាថារត់ទៅរកផ្លូវពធដែលខ្ញុំបានធ្វើវីដេអូកន្លងមកថាវារត់ទៅរកផ្លូវពធដូចថាលៀងដៃចេញពីទាហានកម្មពិតអត់ទេវាធ្វើទីប្រឹក្សាទាហានជើងគោកថៃថ្ងៃនេះហើយចុងក្រោយនេះក៏ថាចង់បានភាសាតាកបីខ្មែរដែរអញ្ចឹងប្រយ័ត្នមែនតើរឿងចង់បានខុសរឿងហ្នឹងមិនចេះតែចង់បានឯងចង់បានទេពីព្រោះទឹកដីអច្ឆរិយៈទឹកដីស័ក្តិសិទ្ធិរបស់កម្ពុជាដែលមានប្រវត្តិរាប់ម៉ឺនឆ្នាំមុនគ្រិស្តសករាជមកហើយមិនមែនទៅតែកកើតឥឡូវដូចប្រទេសថៃសតវត្សទីប្រហែលនេះយើងនេះទេជើងនិយាយពីព្រោះប្រវត្តិសាស្ត្រយើងដឹងច្បាស់ហើយយើងអត់បានកន្លែងប្រវត្តិសាស្ត្រដូចពួកវាព្យាយាមកន្លែងទេយើងក៏មិនដែលប្រើព័ត៌មានញុះញង់ប្រើភូមិភាពណាមួយដើម្បីឲ្យប្រជាពលរដ្ឋយើងមានភាពយល់ច្រឡំទេប៉ុន្តែវានោះមូលប្រកាច់ប្រវត្តិសាស្ត្រកែកន្លែងគ្រប់បែបយ៉ាងចាក់រុកអុចអាលនេះឬជាសម្ដីដែលប្រទេសជាតិនេះចង់បានសន្តិភាពជាមួយនឹងប្រទេសជិតខាងប្រទេសថៃរឿងពាក្យថាសន្តិភាពនេះអត់ហ៊ាននិយាយទេខ្លាំងបានតែជាមួយខ្មែរនឹងធ្វើដូចខ្លាំងណាស់អញ្ចឹងប៉ុន្តែសួរថាពាក់ព័ន្ធជាមួយភូមិភាគខាងត្បូងនោះពួកបង្កភាពអស្ថិរភាពនិងអសន្តិសុខនៅភូមិភាគខាងត្បូងហ៊ានក្អកមកពីណាស្ងាត់បិទមាត់ជ្រាបទាន់ដោះស្រាយចេញទេហើយជាមួយនឹងមីយ៉ាន់ម៉ាវិញក៏អត់ទាន់ហ៊ានដែរពីព្រោះថាទ័ពវ៉ាដែងបានចូលមកក្នុងទឹកដីថៃនឹងអធិបតេយ្យថៃនឹងរាប់សិបម៉ែត្ររាប់សិបគីឡូនោះមិនគិតមើលឡើងវិញអត់ហ៊ានក្អកទេអញ្ចឹងកុំខ្លាំងពេកថ្ងៃមុនហ្នឹងខាងមីយ៉ាន់ម៉ាបាញ់នាវានេសាទ15មានស្លាប់មានចាប់មានអីហ្នឹងដោះលែងនៅមិនទៅមើលទៅអីផងអញ្ចឹងកុំខ្លាំងដៃពេកអញ្ចឹងត្រឡប់មកវិញងាកមករកកិច្ចចរចាសន្តិភាពនឹងបត់ឈប់បាញ់ឲ្យច្បាស់មិនមែនចេះតែបត់ឈប់បាញ់ហើយនៅតែបាញ់អាហ្នឹងមិនរឿងល្អប្រហែលទេពិភពលោកមានភ្នែកបរទេសមានភ្នែកអន្តរជាតិគេមានភ្នែកគេមើលដែររាល់ថ្ងៃមិនមែនគេអត់មានភ្នែកមកពីណាមិនមែនថៃចេះតែផ្សាយចេះតែនិយាយបានតែក្បាលចិត្តទេអញ្ចឹងអត់ទេសម័យនេះព័ត៌មាននៅក្នុងដៃបាយខំផ្សាយព័ត៌មានញុះញង់ចាក់រុកមូលបង្កាច់ទៀតទេអស់ហើយហើយអាព័ត៌មានដែលក្នុងនៃវាបហាមកលើថ្នាក់ដឹកនាំរបស់ប្រទេសមួយទៀតហ្នឹងអានឹងទទួលខុសត្រូវខ្លួនឯងផងប្រយ័ត្ននិយាយទៅវិជាជីវៈអ្នកសារព័ត៌មានរបស់ថៃខ្ញុំរាប់ថាភាសាមិនចង់និយាយប៉ុន្តែសូមនិយាយចុះស្ពៃដូចតែឯណាក្មេងៗសម័យឥឡូវក៏ប្រាប់ថាឲ្យស្ពៃគិតឡើងវិញនឹងផ្សាយព័ត៌មានត្រឹមត្រូវមកវិញកុំប្រើព័ត៌មានញុះញង់នឹងចាក់រុកតទៀតអញ្ចឹងសូមជម្រាបពុកម៉ែបងប្អូនថាពួកលំហសង្គ្រាមពួកចង់បានអំណាចនេះវាអត់ទៅណាឆ្ងាយទេបើអាមេតបភូមិភាគ2របស់ថៃដែលមានប្រមាណ6 7រូបហ្នឹងវិនិច្ឆ័យអស់ហើយនៅសល់តែអា2រូបចុងក្រោយនេះទេសល់តែអាទី44ទី45នេះទេអញ្ចឹងយើងតាមដានទាំងអស់គ្នាទៀតថាតែចង់បានរបស់គេប្រយ័ត្នវិនិច្ឆ័យអញ្ចឹងសូមជម្រាបពុកម៉ែបងប្អូនត្រឹមប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយសូមកុំភ្លេចតាមដានផងសូមអរគុណ